បងប្អូនណាខ្លះថាតើតែមានលុយច្រើនទើបដើរលេងបានណែមកមើលវីដេអូមួយខ្ញុំបាច់ចាំដៃមានលុយច្រើនមានតែលុយ4-5 ដុល្លារដើរលេងនៅចិត្តពេញយកទៅណាមិនអស់អ្នកទាំងរនទៅចូលមកដល់ភ្លាមអ្នកទាំងអស់គ្នាដូចព្រៃភ្នំបេះដាក់តែម្ដងអ្នកនរគ្នានិយាយពីថាគេតុបតែងស្អាតមែនតើអ្នកនរគ្នាបាទហើយអ្នកនរគ្នាបាច់ចំណាយលុយច្រើនមាន4-5 ដុល្លារមកមួយខ្ញុំដោយសារខ្ញុំមាន4-5 ដុល្លារហ្នឹងឯងសល់ប្រហែលមេអ្នកចេញលុយព្រោះមកមួយមេអ្នកនរគ្នាបានដឹងហើយតែមកមួយមេគឺមានលុយច្រើនហើយចូលមកលើកទី1អ្នកទាំងអស់គ្នាហើយមិនដឹងវីដេអូតាណាតាណីទាញទូរស័ព្ទដៃថត selfie ខ្លួនឯងមកសិតតែស្អាតពោស្អាតនិយាយថាសង្ហាប៉ះជាមួយស្អាតហើយអញ្ចឹងអ្នកនរគ្នាបើចូលមកដល់ក្នុងនេះភ្លាមអ្នកនរគ្នាមើលទៅគឺត្រជាក់ភ្នែកខ្លាំងមែនតើជាពិសេសគឺទឹកធ្លាក់មកតែទឹកធ្លាក់សបនិមិត្តណាមិនទឹកធ្លាក់មកលើភ្នំមើលទៅគឺលក្ខណៈថាដូចព្រៃភ្នំដូចខ្ញុំបាននិយាយតាំងពីដើមអញ្ចឹងអ្នកនរគ្នាប៉ះនិយាយពីខ្ញុំវិញអត់បានធ្វើអីទេទាញទូរស័ព្ទដៃថតនិយាយថតដល់ចង់ផ្ទុះទូរស័ព្ទឯអ្នកនរគ្នាប៉ះដូចអ្នកទាំងអស់គ្នាបានឃើញអញ្ចឹងទោះបីទឹកធ្លាក់សបនិមិត្តក៏នៅតែអែមដែរអ្នកនរគ្នាបាទមើលទៅដូចទឹកធ្លាក់មែនតើអញ្ចឹងអ្នកនរគ្នាបាទគឺមើលទៅគាត់ចេះតបតែងស្អាតខ្លាំងមែនតើហើយជាពិសេសគឺយើងផ្ដិតយករូបភាពអញ្ចឹងណាឥឡូវយើងបានដើររៀងហត់ដែរអ្នកនរគ្នាបាទចូលមកដល់កន្លែងនៃគេញ៉ាំអីណាដើម្បីកំបងអីញ៉ាំអីអញ្ចឹងអ្នកនរគ្នាបាទអង្គុយលេងបន្ទោបានកាហ្វេមួយកែវអ្នកនរគ្នាអើយនិយាយពីគេដាក់ឲ្យមកទៅយោទូចពេកអ្នកនរគ្នាបើកគុជមានកើតឯណាបាទតោះក៏មកឡាយតូចចិត្តជាមួយនឹងទៅយោទូចឥឡូវយើងមកមើលមីឆាខ្ញុំបានកំងអ្នកនរគ្នាបាទមីឆាគឺតំណងខ្លាំងមែនតើហើយរសជាតិវិញខ្ញុំឲ្យ8 លើ 10អ្នកនរគ្នាបាទរសជាតិខ្ញុំគិតថាអាចទទួលយកបានអញ្ចឹងឥឡូវខ្ញុំចាប់ដើមញ៉ែមអ្នកទាំងអស់គ្នាបាទឆ្ងាញ់ហីបងប្អូនបើឆ្ងាញ់ comment អ្នកមួយមកចាំខ្ញុំផ្ញើឲ្យតាមវិញធ្លាក់លេខធ្លាក់ទីតាំងផងនិយាយលេងអ្នកនរគ្នាបាទឥឡូវយើងចាប់ដើមញ៉ាំជាមួយនឹងមេធំរបស់យើងអ្នកនរគ្នាបាទគឺបាយនេះគឺខ្ទង់ម៉ោង1ម៉ោង2ថ្ងៃត្រង់អញ្ចឹងបាទហើយវត្តនឹងជិតរឿងលសាយគេគឺហេវខ្លាំងមែនទេអ្នកនរគ្នាបាទឥឡូវយើងបានញ៉ាំហើយយើងចាប់ដើមធ្វើដំណើរចេញមកខាងក្រៅដើម្បីផ្ដិតយករូបភាពហើយខ្ញុំដើរមួយថ្ងៃអត់បានមកជុំអ្នកនរគ្នាបាទដោយសារតែយើងដើរចូលបានបន្តិចក៏គេ clear អញ្ចឹងក៏ទៅញ៉ាំអ្នកនរគ្នាបាទហើយមកដល់ឥឡូវនេះគឺគេមានកន្លែងមួយដែលត្រូវឡើងថតរូបមើលអញ្ចឹងអ្នកនរគ្នាបាទគឺមើលទៅវារៀងក្តៅដែរប៉ុន្តែវាត្រជាក់ជាមួយនឹងដើមឈើធម្មជាតិអញ្ចឹងអ្នកនរគ្នាបាទហើយអត់សូវមានមនុស្សដែរអ្នកនរគ្នាដោយសារតែមានក្តៅគេមិនសូវដើរភាគច្រើនគេអង្គុយញ៉ាំឯនៅខាងក្នុងអញ្ចឹងអ្នកនរគ្នាបាទហើយឡើយអ្នកនរគ្នាបានឃើញខ្ញុំនិយាយថាអូថតតែរូបខ្លួនឯងបាទដោយសារគេកាមេរ៉ាយើងអត់មានតែថតឲ្យបាទគ្រូសារបស់ខ្ញុំមេរបស់ខ្ញុំក៏អត់សូវប៉ាន់ថតអញ្ចឹងទៅយើងមានតែយកទូរស័ព្ទរបស់យើងថតវីដេអូតែម្ដងអ្នកនរគ្នាបាទហើយអ្នកនរគ្នាបានឃើញបាទនេះគឺជាស្អីគេចេះបាទស្អីគេដឹងអូនេះខ្មោចឆៅបាទហើយទៅទៀតអ្នកនរគ្នាបាទគឺមើលទៅស្រស់បំប្រងតែម្ដងអ្នកទាំងអស់គ្នាអើយនិយាយថាអូជាតិបាទនៅចិត្តពេកទៀតអ្នកនរគ្នាបាទទាំងអស់ចង់ដឹង comment មកខ្ញុំប្រាប់ទីតាំងអ្នកទាំងអស់គ្នាមកបងប្អូនទាំងអស់គ្នាបងប្អូនទាំងអស់គ្នាណាដែលចង់បានត្រីមកតម្លាក់លេខមកខ្ញុំផ្ញើឲ្យម្នាក់មួយបាទត្រីនេះគឺត្រីគេចិញ្ចឹមបងប្អូនគ្នាអាចមកស្ទូចជាមួយនឹងខ្ញុំបានបាទបាច់រហូតស្ទូចណាឆ្ងាយបាទស្ទូចទៅកន្លែងនេះយកតែអស់ស្ទូចហើយកុំភ្លេចថាយកចេះអត់បានទេអ្នកនរគ្នាបាទសារតែត្រីនេះគឺត្រីគេចិញ្ចឹមអញ្ចឹងអ្នកនរគ្នាបាទហើយយើងចាប់ដល់អង្គុយចាំគ្នាអញ្ចឹងដោយសារតែយើងមានគ្នាមក2នាក់ទៀតហើយណាអង្គុយបានបន្ទុះក្រោយមកគាត់ក៏បានមកដល់មកបាន2នាក់ទៀតដែរមកមេម៉ែត្រ8ឈរក្បែរម៉ែត្រ8ស្រុកខ្មៅហ្នឹងស្អីគេហៅគេស៊ុំប៊ីទេមែនទេវាពួកម៉ែមានប៉ុណ្ណឹងឯងតែអញ្ចឹងក៏បានរាប់ហើយហៅឲ្យគេមុខដូចដែរនេះតើពេលយើងដើរលេងរៀងហត់ដែរអ្នកនរគ្នាបាទឥឡូវយើងចូលមកដល់កន្លែងហាងកាហ្វេដើម្បីដាក់កាហ្វេអ្នកមួយកែវអញ្ចឹងហើយខ្ញុំអត់ញ៉ាំទេអ្នកនរគ្នាសារតែកាហ្វេខ្ញុំញ៉ាំហើយអ្នកនរគ្នាអើយឡើយជូនមេមកញ៉ាំកាហ្វេហើយក៏ឆ្លៀតថតរូបលេងពីពិព័រណ៍ចាញ់ខ្ញុំដាក់រូបឲ្យអ្នកនរគ្នាមើលបាទមិនដែរបងប្អូនរូបនឹងស្អាតទេស្អាតយំអស់អ្នកនរគ្នាបាទអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណច្រើនសម្រាប់ការទស្សនាវីដេអូពីដើមដល់ចប់បាយទាំងអស់គ្នា